Toyota Highlander มันអាចប្រៀបធៀបជាមួយនឹង330បានទេហើយ330ក៏มันអាចមានចំណុចពិសេសដូច Highlander ដែរអាកន្លែងហ្នឹងឯងដែលខ្ញុំចង់និយាយព្រោះវាពិសេស330มันអាចដូច Highlander បានទេព្រោះអី Highlander វាមានកៅអី3ជួរដែលគេហៅថាប្រភេទរថយន្ត7កៅអីឥឡូវយើងតាមអ្នកទាំងអស់គ្នាគោរពជំរាបសួរលោកពុកអ្នកម្ដាយបងប្អូនអំពុំមីងជាទីស្រឡាញ់គោរពរាប់អានទាំងអស់គ្នាថ្ងៃនេះខ្ញុំនិយាយពីរថយន្ត Highlander 04 Limited Full ប៉ុងមួយតែម្ដងណាហើយដែលខ្ញុំឆ្លៀតពេលទំនេរនេះខ្ញុំបានយកវាទៅឡើងឈៀកហើយក៏បានត្រឡប់មកវិញខ្ញុំក៏ចាប់ផ្ដើមថតជាវីដេអូចែកជូនដល់លោកឪពុកអ្នកម្ដាយទាំងអស់គ្នាបានទស្សនាតែម្ដងទៅក្រឡេកពីខាងមុខមកដល់ខាងស្ដាំទឹកថ្នាំគឺស្មើស្អាតឈ្នន់ហើយមាន body បិទក្របមេតិចតួចបន្ថែមដែរដោយដែលខ្ញុំលើកពីខាងដើមហ្នឹង Highlander វាមានចំណុចពិសេសដោយសារវាមានមកជាមួយនឹងកវី3ជួរនាំបងប្អូនលោកឪពុកអ្នកម្ដាយជាទីគោរពរាប់អានដល់គ្នាទៅមើលខាងក្នុងបើនិយាយពីខាងក្នុងស្បែកពុកជញ្ជាំងគឺស្អាតទាំងអស់ហើយ full ពេញគឺតែងតែមាន DVD ជាប់ដបូលមកជាមួយហើយក៏ទៅអែមដែរសមាជិកគ្រួសារចាប់ពី6 7នាក់អាចជ្រើសរើសយកជាមួយនឹង Highlander ប្រភេទ7កៅអីនេះបានស្អាតទាំងក្នុងស្អាតទាំងក្រៅអ្វីដែលសំខាន់ហ្នឹងខ្ញុំចង់បង្ហាញថាមានគុជមកជាមួយ6គ្រាប់ទៀតវ៉ាវអែមដែរតាធានាជូនទៅលើម៉ាស៊ីនប្រអប់លេខរយៈពេល15ថ្ងៃបើសិនជាចង់បាន inbox សាកសួរខ្ញុំនឹងផ្ដល់ព័ត៌មានជូនបន្ថែមក៏ដូចជារូបភាព